តែមានរឿងរ៉ាវអ្វីនៅពីក្រោយនេះបានជា Rolls-Royce អាចធ្វើឲ្យអតិថិជនចំណាយប្រាក់តិចបំផុតក៏ជាង $30,000 ដែរដើម្បីទិញរថយន្តរបស់ពួកគេបើនិយាយពី brand រថយន្តប្រណិតនៅលើពិភពលោក Rolls-Royce ត្រូវបានគេនឹកឃើញមុនគេសម្រាប់តម្លៃរថយន្តរបស់ក្រុមហ៊ុននេះទីបំផុតក៏ខ្ទង់ជាង $30,000 ដែរខណៈតម្លៃខ្ពស់បំផុតឈានដល់លានដុល្លារក៏មានសំណួរសួរថាហេតុអ្វីបានជារថយន្តរបស់ពួកគេមានតម្លៃថ្លៃបែបនេះហើយមានអ្វីពិសេសបានជាអតិថិជនហ៊ានចំណាយលុយច្រើនបែបនេះដោយមិនស្ដាយចម្លើយខ្លីងាយយល់គឺអតិថិជនរបស់ Rolls-Royce សុទ្ធតែជាអ្នកមានទ្រព្យសម្បត្តិច្រើនដូច្នេះរាល់ការចំណាយពួកគេមិនខ្វល់ច្រើនទេប៉ុន្តែទោះបីមានលុយច្រើនយ៉ាងណាបើការចំណាយហើយមិនទទួលបានអ្វីដែលពួកគេពេញចិត្តច្បាស់ណាស់ Rolls-Royce មិនអាចឈរជើងនៅបច្ចុប្បន្នបានទេបងប្អូនច្បាស់ជាធ្លាប់ឮហើយពាក្យថាចំណាយសមនឹងតម្លៃរថយន្ត Rolls-Royce គឺជាឧទាហរណ៍ជាក់ស្ដែងតែម្ដងពីព្រោះរថយន្តទាំងនោះមិនមែនត្រឹមតែជាយានយន្តធម្មតានោះទេប៉ុន្តែជាស្នាដៃសិល្បៈផលិតឡើងដោយដៃត្រូវបានផលិតតាមលក្ខណៈបច្ចេកទេសជាក់លាក់និងប្រណិតភាពសម្រាប់ម្ចាស់រថយន្តនីមួយៗហើយនេះជាហេតុផលមួយចំនួនដែលធ្វើឲ្យអតិថិជនចំណាយលុយមិនស្ដាយបើនិយាយពីក្រុមហ៊ុន Rolls-Royce ពួកគេមិនផលិតរថយន្តច្រើនលើសលប់នោះទេស្ទើរតែគ្រប់រថយន្តទាំងអស់ត្រូវបានកម្មង់និងបានផលិតជាពិសេសតាមការបញ្ជាទិញរបស់អតិថិជនក្នុងការផលិតរថយន្តមួយគ្រឿងអាចចំណាយពេលប្រហែល6ខែឬច្រើនជាងនេះអ្វីដែលពិសេសគឺ Rolls-Royce អនុញ្ញាតឲ្យអតិថិជនធ្វើការកម្មង់តាមតម្រូវការរបស់ពួកគេជាហេតុធ្វើឲ្យរថយន្តនីមួយៗមានលក្ខណៈប្លែកពីគ្នាក្នុងដំណើរការផលិតវិញគឺត្រូវបានផលិតឡើងដោយអ្នកឯកទេសមានជំនាញច្បាស់លាស់ជាក់ស្ដែងដូចជាដំបូលផ្កាយរបស់រថយន្តនេះត្រូវបានរចនាមកជាមួយអំពូល fiber optic ត្រូវបានស្មៅដោយដៃម្ដងមួយចូលទៅក្នុងក្រណាត់ដើម្បីចម្លងដោយទៅនឹងរូបរាងផ្ទៃមេឃនាពេលយប់ដែលមានចំនួនផ្កាយជាក់លាក់ត្រឹមត្រូវចំពោះការងារមួយនេះអាចចំណាយពេលរហូតដល់16ម៉ោងចំណុចពិសេសមួយទៀតគឺអតិថិជនអាចជ្រើសរើសពណ៌រថយន្តបានជាង44,000ពណ៌បើអតិថិជនមិនពេញចិត្តពណ៌ទាំងនោះក្រុមហ៊ុននឹងបង្កើតពណ៌ពិសេសដើម្បីផ្គូផ្គងទៅនឹងវត្ថុណាមួយដូចជាពណ៌ក្រែមលាបមាត់ឬពណ៌តាមគ្រឿងអលង្ការជាដើមអាស្រ័យតាមការចង់បានរបស់អតិថិជនចំពោះការបាញ់ថ្នាំវិញគឺត្រូវបានបាញ់ជាច្រើនស្រទាប់និងប៉ូលាដោយដៃផ្ទាល់ហើយចំពោះការងារនេះអាចចំណាយពេលរហូតដល់មួយសប្តាហ៍ចំណុចដែលពិសេសមួយទៀតគឺការប្រើប្រាស់សម្ភារៈកម្រចំពោះស្បែកត្រូវបានបំពាក់នៅផ្នែកខាងក្នុងបានពីស្បែកគោឈ្មោលដែលត្រូវបានជ្រើសរើសយ៉ាងយកចិត្តទុកដាក់ដោយមិនយកស្បែកគោញីទេព្រោះវាអាចមានស្នាមសង្វារការធ្វើបែបនេះដើម្បីធានាថាវាគ្មានស្នាមនិងផ្ដល់ជូននូវភាពរលោងប្រណិតឥតខ្ចោះបន្ថែមពីនេះវាក៏បានបំពាក់មកជាមួយបន្ទះឈើ veneer ដែលជាប្រភេទឈើកម្រហើយត្រូវបានដាំដុះយ៉ាងយកចិត្តទុកដាក់សូម្បីកម្រាលជើងក៏ត្រូវបានផលិតពីរោមឈាមដ៏ក្រាស់ដើម្បីធានានូវផាសុកភាពដល់អ្នកធ្វើដំណើរមិនដូចក្រុមហ៊ុនផលិតរថយន្តផ្សេងទេដែលពឹងផ្អែកលើមនុស្សយន្តក្នុងការផលិតប៉ុន្តែរថយន្ត Rolls-Royce ភាគច្រើនត្រូវបានដំឡើងដោយដៃដែលនៃជំនាញបច្ចេកទេសយ៉ាងយកចិត្តទុកដាក់និងប្រុងប្រយ័ត្នខ្ពស់ទោះបីជារថយន្តដំណើរការដោយម៉ាស៊ីន V12 មែនប៉ុន្តែពួកគេធ្វើបានយ៉ាងល្អលើប្រព័ន្ធការពារសំឡេងរំខានចូលក្នុងរថយន្តនេះគឺជាភាព comfort មួយដែលអតិថិជនពេញចិត្តខ្លាំងមែនទែនបន្ថែមពីនេះចំពោះប្រព័ន្ធបូមពួកគេក៏ធ្វើបានយ៉ាងល្អដូចគ្នាដើម្បីផ្ដល់នូវអារម្មណ៍ផាសុកភាពដល់អតិថិជនខ្លួនជាមួយរឿងរ៉ាវពិសេសទាំងអស់នេះហើយទើបជាហេតុធ្វើឲ្យអតិថិជនហ៊ានចំណាយលុយរាប់ម៉ឺនដុល្លារឈានដល់លានដុល្លារមិនស្ដាយសោះឬសំខាន់មួយទៀតគឺការលើកមុខមាត់របស់អតិថិជនព្រោះ Rolls-Royce ជារថយន្តតំណាងឲ្យឧត្តមភាពថ្លៃថ្នូរខ្ពង់ខ្ពស់ស័ក្តិសមជាមួយកេរ្តិ៍ឈ្មោះឬកិត្តិយសរបស់អតិថិជនជាន់ខ្ពស់